ប្រជាជនហ្វូណនតេជោសមរភូមិភូមិសាស្ត្រនយោបាយនិងការតស៊ូដើម្បីឯករាជ្យភាពផ្លូវទឹករបស់កម្ពុជាគម្រោងប្រជាជនហ្វូណនតេជោដែលជាមហិច្ឆតាជាប្រវត្តិសាស្ត្ររបស់កម្ពុជាកំពុងតែរុញច្រានប្រទេសនេះឲ្យធ្លាក់ទៅក្នុងចរន្តនៃចំនួនភូមិសាស្ត្រនយោបាយយ៉ាងក្តៅគគុកជាមួយប្រទេសជិតខាងបើយោងតាមការវិភាគយ៉ាងស៊ីជម្រៅពីស្ថាប័ននាវាចរអន្តរជាតិ Maritime Fair Trade ចុះផ្សាយកាលពីថ្ងៃទី23ខែមករាឆ្នាំ2026បានបង្ហាញថាកម្ពុជាកំពុងស្ថិតក្នុងគោលដៅយុទ្ធសាស្ត្រនៃការបិទគប់ច្រកចេញចូលសមុទ្រពីសំណាក់ប្រទេសថៃនិងវៀតណាមដែលជាការងើបឡើងវិញនៃវិវាទដណ្ដើមផលប្រយោជន៍សេដ្ឋកិច្ចនិងបូរណភាពទឹកដីតាំងពីសម័យអាណានិគមនៅត្រើយម្ខាងនៃភាគខាងលិចកម្ពុជាកំពុងប្រឈមមុខនឹងការរារាំងនៅតំបន់ខ្លងយ៉ៃដែលជាខ្សែដីឆ្នេរសមុទ្រដ៏ចង្អៀតរបស់ថៃរបាយការណ៍បានទម្លាយថាកងម៉ារីនថៃដោយមានការគ្រប់គ្រងពីកងទ័ពជើងទឹកបានព្យាយាមប្រើប្រាស់ឥទ្ធិពលយោធាដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកច្រកនាវាចរថ្មីសកម្មភាពនេះមិនត្រឹមតែជាបញ្ហាព្រំដែនប៉ុណ្ណោះទេប៉ុន្តែគឺជាយុទ្ធសាស្ត្រប្រើប្រាស់កម្លាំងបាយដើម្បីរក្សាឧត្តមភាពសេដ្ឋកិច្ចលើដែនសមុទ្រនិងការពារកុំឲ្យកម្ពុជាមានច្រកចេញដោយសេរីដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនទន្ទឹមនឹងនេះភាពតានតឹងជាមួយវៀតណាមបានហក់ឡើងដល់ចំណុចកំពូលក្រោយពេលកម្ពុជាសម្រេចអនុម័តគម្រោងប្រជាជនហ្វូណនតេជោកាលពីឆ្នាំ2023គោលដៅចម្បងរបស់កម្ពុជាគឺការផ្ដាច់ខ្លួនចេញពីការពឹងផ្អែកលើផ្លូវទឹកវៀតណាមដែលកន្លងមកបានធ្វើឲ្យកំពង់ផែទីក្រុងហូជីមិញទទួលបានផលចំណេញមហាសាលពីចរន្តទំនិញរបស់ខ្មែរជាការឆ្លើយតបនឹងការបាត់បង់ចំណូលដ៏ធំធេងនេះទីក្រុងហាណូយកំពុងពន្លឿនការសាងសង់ទំនប់ផ្លូវ Causeway ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ2027ទំនប់នេះត្រូវបានគេមើលឃើញថាជាខ្នោះយុទ្ធសាស្ត្រសម្រាប់បិទគប់ច្រកចេញចូលដោយផ្ទាល់របស់ប្រជាជនហ្វូណនកម្ពុជាក្រៅពីការប្រើប្រាស់លេសផ្នែកបរិស្ថាននៅតំបន់ដីសណ្ដទន្លេមេគង្គដើម្បីដាក់សម្ពាធការទូតវៀតណាមថែមទាំងបានបង្ហាញកម្លាំងតាមរយៈនាវាកងទ័ពជើងទឹកនៅក្នុងតំបន់ដែលជាសញ្ញាព្រមានថាពួកគេគ្មានបំណងនឹងធ្វើការសម្របសម្រួលឬយោគយល់ដល់កម្ពុជាឡើយចំនួនដែនសមុទ្រនិងវិវាទជុំវិញប្រជាជនហ្វូណនតេជោនៅពេលនេះមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសឬការវាស់វែងទឹកដីធម្មតានោះទេប៉ុន្តែវាគឺជាសមរភូមិវាសនាជាតិវាជាការតស៊ូដើម្បីធានាថាខឿនសេដ្ឋកិច្ចនិងដង្ហើមនាវាចររបស់កម្ពុជាមិនត្រូវស្ថិតក្រោមការត្រួតត្រាឬដកដង្ហើមតាមច្រមុះរបស់អ្នកដទៃទៀតឡើយទោះបីជាការប្រឈមមុខនឹងសម្ពាធជំទឹះយ៉ាងណាក៏ដោយកម្ពុជាបានបង្ហាញចំហយ៉ាងដាច់ខាតថាខ្លួននឹងមិនថយក្រោយឡើយការសម្រេចឲ្យបាននៅគម្រោងជាប្រវត្តិសាស្ត្រនេះគឺជាការប្រកាសទៅកាន់ពិភពលោកថាដង្ហើមសេដ្ឋកិច្ចខ្មែរត្រូវតែស្ថិតនៅក្នុងដៃខ្មែរយ៉ាងពិតប្រាកដដើម្បីភាពរឹងមាំនិងឯករាជ្យភាពនៃជាតិមាតុភូមិសម្រាប់ថ្ងៃអនាគត